បាទសូមជម្រាបសួរពុកម៉ែបងប្អូនជនរួមជាតិជាពិសេសស្ថាប័នយុវជនជាទីស្នេហាខ្ញុំសូមធ្វើការលើកឡើងប្រធានបទស្ដីអំពីច្បាប់ប្រទេសហេតុអ្វីបានជាច្បាប់ប្រទេសមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូបរស់នៅក្នុងប្រទេសច្បាប់ប្រទេសគឺជាច្បាប់កម្ពុជារបស់ជាតិបាទស្ថិតនៅក្នុងក្របខ័ណ្ឌជាតិហើយអនុវត្តឲ្យមនុស្សគ្រប់រូបទាំងអស់មានការគោរពហើយនឹងទទួលខុសត្រូវចំពោះមុខច្បាប់មិនបានបែងចែកថាអ្នកមានអំណាចមិនគោរពច្បាប់អ្នកកូនអ្នកធំមានទូនាទីស័ក្តិយុក្នុងស្ថាប័នរដ្ឋាភិបាលអត់គោរពច្បាប់គឺអត់អញ្ចឹងទេគឺត្រូវតែគោរពច្បាប់ទទួលខុសត្រូវចំពោះមុខច្បាប់ស្មើគ្នាបាទនេះហើយគឺជាច្បាប់ប្រទេសមិនបានកំណត់ថាអ្នកនឹងគឺកូនអ្នកធំមិនចាំបាច់គោរពទេជិះជាន់លើច្បាប់ឬក៏មន្ត្រីឆ្កាត្រូវតែជិះជាន់លើច្បាប់អានឹងអត់ទេបាទគឺមិនត្រូវទេអញ្ចឹងច្បាប់ប្រទេសគឺជាច្បាប់មួយដែលសំខាន់សម្រាប់ការអនុវត្តយ៉ាងពេញលេញបាទដែលប្រជាពលរដ្ឋរបស់យើងទូទៅត្រូវតែដឹងអំពីច្បាប់ប្រទេសបាទតែច្បាប់ប្រទេសនោះវាមានច្បាប់ក្របខ័ណ្ឌយន្តការផ្សេងបាទប៉ុន្តែសរុបជារួមច្បាប់ប្រទេសទាំងអស់គឺដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋប្រជាជនស្លូតត្រង់និងស្វែងរកយុត្តិធម៌តម្លាភាពត្រឹមត្រូវពិតប្រាកដសម្រាប់ប្រជាពលរដ្ឋទូទៅបាទខ្ញុំសូមបញ្ជាក់តែថាដូចនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងមាត្រា35បានបញ្ជាក់ថាប្រជាពលរដ្ឋទាំងពីរភេទបាទមានសិទ្ធិចូលរួមយ៉ាងសកម្មជីវភាពនយោបាយសិទ្ធិសេដ្ឋកិច្ចវប្បធម៌សង្គមជាដើមតែខ្ញុំចង់បង្ហាញថាតើសិទ្ធិយើងមានប្រមាណបាទសិទ្ធិមូលដ្ឋានណាខ្ញុំចង់បង្ហាញពីសិទ្ធិមូលដ្ឋានទាំង5បាទទីមួយសិទ្ធិពលរដ្ឋសិទ្ធិនយោបាយសិទ្ធិសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌សិទ្ធិទាំង5នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋរបស់យើងជាពិសេសស្ថាប័នយុវជនអ្នកសិក្សារៀនសូត្រទាំងឡាយបាទបើទោះបីយើងមិនបានរៀនច្បាប់អីក៏ដោយយើងមានតែច្បាប់រដ្ឋធម្មនុញ្ញសភៅមួយសម្រាប់អាននិងស្វែងយល់ទៅសិទ្ធិរបស់យើងមានអីខ្លះតែខ្ញុំចង់ផ្ដោតតែសិទ្ធិពីរឯងយកសិទ្ធិពលរដ្ឋសិទ្ធិនយោបាយបាទសិទ្ធិពលរដ្ឋដែលយើងសិទ្ធិមួយដែលទទួលបានយ៉ាងគោរពពីរដ្ឋាភិបាលគោរពកិច្ចការពីសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅបាទនេះហើយគឺជាសិទ្ធិយ៉ាងពេញលេញបាទសិទ្ធិនយោបាយដែលយើងមានសិទ្ធិក្នុងការចូលរួមដំណើរកិច្ចពិភាក្សានយោបាយចូលរួមជីវភាពជាមួយគណៈបកនយោបាយបាទជជែកគ្នារឿងនយោបាយពួកយើងមានសិទ្ធិបានបែងចែកទៅហើយហេតុអីយើងខ្លាចនាំគ្នារអាថាខ្ញុំមិននិយាយទៅគេថាខ្ញុំអ្នកនយោបាយមិនអ្នកនយោបាយទេពីព្រោះច្បាប់បែងចែកមកថាបែបអញ្ចឹងគឺអានមកគឺមានច្បាប់បែបអញ្ចឹងហើយបាទប៉ុន្តែយើងឃើញមន្ត្រីអាជ្ញាធរមួយចំនួនកាន់អាវុធអីហ្នឹងគឺទៅប្រើអំពើហិង្សាដល់ប្រជាពលរដ្ឋទូទៅហ្នឹងបាទនេះហើយដែលជាមន្ត្រីរំលោភច្បាប់នៅបាទអង្គតែខ្លួនមានអំណាចស័ក្តិយុប្រើអាវុធទៅវាយប្រហារគេអីហ្នឹងតើខុសឬត្រូវដែរពុកម៉ែបងប្អូនពិចារណាមើលតើមន្ត្រីទាំងអស់ហ្នឹងជាមន្ត្រីមានក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ដែរទេជាមន្ត្រីដែលដឹងអំពីច្បាប់ដែរទេជាមន្ត្រីដែលមានមនុស្សធម៌ដែរទេសម្រាប់គោរពសិទ្ធិប្រជាពលរដ្ឋយើងនោះសិទ្ធិពលរដ្ឋរបស់យើងគឺជាសិទ្ធិរដ្ឋមន្ត្រីឆ្កាទាំងអស់ដែលបម្រើជូនផលប្រយោជន៍ប្រជាជនប្រជារាស្ត្រត្រូវតែការពារផលប្រយោជន៍រកយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបាទទន្ទឹមនឹងហ្នឹងក៏ប្រជាពលរដ្ឋរបស់យើងត្រូវតែស្គាល់ខ្លួនឯងអំពីសិទ្ធិរបស់យើងច្បាស់លាស់ដែរបាទដែលយើងសិទ្ធិពលរដ្ឋនោះសិទ្ធិពលរដ្ឋពិតជាមានសំខាន់ណាស់សារៈប្រយោជន៍ដែលយើងគួរតែដឹងហើយត្រូវតែស្វែងយល់ទាំងអស់គ្នាបាទសូមអរគុណច្រើនពុកម៉ែបងប្អូន